ជម្រាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះជាវីដេអូបន្តពីខ្ញុំទៅបេះលពាក់ហើយវីដេអូនេះខ្ញុំចេញពីបេះលពាក់ទៅបេះស្វាយម្ដងចានិយាយទៅបេះស្វាយនៅក្រៅលិចចាហើយបើក្រៅដែលបេះលពាក់ក្រៅកាត់និយាយទៅនៅម្ខាងផ្លូវម្នាក់ហើយសម្រាប់ក្រៅលិចហ្នឹងមានចន្ទីដែរចានិយាយទៅដើមវាធំដាំមុនហើយនេះដូនកាយទុំចោលឃើញហើយស្ដាយមែនទែនចាហើយពេលដើរទៅដល់ដើមស្វាយឃើញមានស្វាយជ្រុះចាវាទុំហើយវាជ្រុះពីលើដើមតែម្ដងចានេះស្វាយពុំសែនហើយបើនេះស្វាយខាន់ស្ករនិយាយទៅស្វាយខាន់ស្ករខ្ញុំចូលចិត្តញ៉ាំជាងគេវាឆ្ងាញ់ណាចាហើយខែនេះនិយាយពីស្វាយគឺផ្លែច្រើនហើយចាប់ដើមទុំហើយធ្លាក់ចោលអត់សូវមានអ្នកញ៉ាំចាហើយខ្ញុំបានបេះស្វាយខាន់ស្ករដែរចានិយាយទៅបេះអាចាស់យកទៅបន្ទុំតែអត់បានថតរសែវារឹងល្ងាចដែរឲ្យខ្ញុំបញ្ញាប់ទៅដាំបាយអីនៅផ្ទះដែរហើយសារស្វាយខាន់ស្ករផ្លែអត់សូវជាធំមែនទេចាហើយនេះស្វាយពុំសែននិយាយទៅផ្លែល្អមែនទែនចាលើស្វាយដើមវាខ្ពស់ពេលអញ្ចឹងរឿងប្របែកបែកបើកាលមុនដើមវារឿងទូចហើយផ្លែវាឡើងរយោងនិយាយទៅយើងគ្រាន់ឆោបបេះអញ្ចឹងក៏បានដែរពេលឥឡូវរឿងប្របែកបែកនិយាយទៅវាខ្ពស់ខ្សែដើមវាចាស់ឆ្នាំមកនិយាយទៅមើលទៅសិតតែផ្លែឡើងរណូលចាពេលដើមមកដល់ដើមស្វាយកំប៉ាន់ឃើញមានទុំនៅលើដើមពេលអញ្ចឹងហើយយកទៅបងយកអីគប់ចាតែគប់បានជ្រុះតែពីផ្លែទេចាហើយចិត្តអាកន្លែងខ្ញុំគប់ស្វាយហ្នឹងមានអាសត្វអីនឹងខ្ញុំដឹងអាសត្វអីទេវាស្រែកហើយគេថាខ្ញុំលឺយូរវាយំយូរហើយប៉ុន្តែអត់ដឹងគិតថាសលេងគុនជ្រូកថាតែសលេងគុនជ្រូកដោយសារមានគេនៅចិត្តនឹងដែរឃើញហើយដំបងថាតាខ្លែងស្រាក់ពេលអញ្ចឹងខ្ញុំឡើងខ្លាចហើយចាញ់ពីកន្លែងគប់ស្វាយហ្នឹងហើយមកកន្លែងរឿងស្រឡះវិញហើយចឹងនិយាយថាឆ្កែហ្នឹងគឺវាតាមព្រុសខ្ញុំរហូតព្រុសតាំងពីក្រៅកើតដល់ក្រៅលិចហើយណាមួយសារពេលរឿងល្ងាចដែរម៉ោង5ជាងហើយពេលអញ្ចឹងខ្ញុំរៀងខ្លាចដែរចាចាបន្ទាប់ពីរើសស្វាយដាក់ក្នុងធុងអស់ហើយខ្ញុំអង្គុយផឹកទឹកស្រាបន្តិចចាតែអង្គុយអត់បានយូរទេចាសារត្រូវទៅធ្វើអីញ៉ាំនៅផ្ទះទៀតហើយសម្រាប់វីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាចាអរគុណដែលបានទស្សនាតាំងពីវីដេអូមុនរហូតដល់វីដេអូនេះចាពីដើមរហូតដល់ចប់ជម្រាបលាចាជួបគ្នានៅវីដេអូក្រោយៗទៀត